បាទសូមជម្រាបសួរលោកយាយលោកតាប្រិយមិត្តបងប្រុសបងស្រីអ្នកដែលតែងតែតាមដានហើយនឹងគាំទ្ររាល់ការផុសវីដេអូក៏ដូចជាតម្រុយឆ្នោតសៀមបាទសម្រាប់ថ្ងៃទី1ខែ12នេះផងដែរបាទអញ្ចឹងមុននឹងដល់តម្រុយបាទមុននឹងដល់តម្រុយឆ្នោតសៀមចេញនៅថ្ងៃទី1ខែ12នេះបាទអញ្ចឹងយើងមកដឹងពីលទ្ធផលសិនណាបាទអញ្ចឹងសម្រាប់លទ្ធផលកាលពីសប្តាហ៍មុនបាទកាលពីសប្តាហ៍មុនថ្ងៃទី16បាទថ្ងៃទី16បាទហើយលេខ2គ្រាប់ចុងក្រោយហ្នឹងគឺចេញលេខ61ណាប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងក៏សូមអធិស្ឋានផងដែរសម្រាប់ប្រិយមិត្តអ្នកដែលតែងតែស្រឡាញ់ហើយនឹងគាំទ្រខ្ញុំបាទតាំងពីច្រើនឆ្នាំមកហើយបាទអញ្ចឹងដោយសារមួយរយៈចុងក្រោយហ្នឹងអេបបាទអេបកាត់តវីដេអូរបស់ខ្ញុំហ្នឹងគឺមានបញ្ហាច្រើនហើយ YouTube របស់ខ្ញុំបាទហ្នឹងក៏មានបញ្ហាច្រើនដូចគ្នាបាទអញ្ចឹងខ្ញុំបាទសូមសន្យាជាមួយនឹងប្រិយមិត្តទាំងអស់គ្នាមិនឲ្យខកបំណងទេយើងចាប់តាំងពីខែ12នេះតទៅបាទចាប់តាំងពីខែ12នេះតទៅខ្ញុំបាទនឹងព្យាយាមធ្វើវីដេអូផុសបាទចែកជូនប្រិយមិត្តនៅក្នុងបណ្ដាញ YouTube ទាំងអស់គ្នាឲ្យបានមើលតម្រុយបាទឲ្យបានច្រើនតែម្ដងមិនថាជាលេខបាទលេខត្រឡប់ថយក្រោយឬមួយក៏តម្រុយឆ្នោតយួនលេខសំណាក់ល្បីឬក៏លេខអ្វីផ្សេងៗទេបាទខ្ញុំបាននឹងធ្វើការប្រម៉ូទហើយនឹងផុសឲ្យប្រិយមិត្តទាំងអស់គ្នាកុំឲ្យអាអន់សប៉ុនចិត្តអីបាទដោយសារមួយរយៈចុងក្រោយហ្នឹងគឺមានបញ្ហាច្រើនអញ្ចឹងខ្ញុំបាទអត់សូវមានពេលទេបាទអញ្ចឹងយើងមកថយក្រោយមើលបន្តិចបាទអញ្ចឹងសម្រាប់លេខបាទលេខ3លេខបាទលេខ3លេខកាលពីសប្តាហ៍មុនចេញ696បាទ696ហើយសម្រាប់លេខតូចបាទកាលពីអាទិត្យមុនហ្នឹងគឺចេញ61បាទអញ្ចឹងយើងមកត្រឡប់ថយក្រោយទាំងអស់គ្នាអញ្ចឹងកាលពីមុនបាទបន្ទាប់ពីលេខ61ហ្នឹងភាគរយអ្វីបាទភាគរយលេខអ្វីដែលវាអាចមកច្រើនជាងគេបាទអញ្ចឹងខ្ញុំបាននឹងថយក្រោយបាទថយក្រោយកាលពីឆ្នាំមុនបាទខ្ញុំបាននឹងធ្វើការថយក្រោយបាទថយក្រោយកាលពីឆ្នាំមុនបាទអញ្ចឹងយើងមក select ឡើងលើបន្តិចម្ដងបាទសម្រាប់ខ្ទង់6ណាប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ខ្ទង់6ដែលយើងមើលឃើញទាំងអស់គ្នាប្រិយមិត្តបាទសម្រាប់ខ្ទង់6បាទអញ្ចឹង61អត់ទាន់មានតែខ្ទង់65បាទអញ្ចឹងបន្ទាប់ពី6ហ្នឹងគឺខ្ទង់8%ល្អណាប្រិយមិត្តទាំងអស់គ្នាបាទខ្ទង់8%ល្អខ្លាំងអញ្ចឹងយើងមកមើលម្ដងទៀតបាទអញ្ចឹងមានបន្ទាប់ពីខ្ទង់6ហ្នឹងគឺមកខ្ទង់8បាទអញ្ចឹងបន្ទាប់ពីខ្ទង់6ទៀតអាចភាគរយមក6ច្រើនផងដែរបាទអញ្ចឹងមានមកខ្ទង់8ហើយមកខ្ទង់6ទៀតបាទអញ្ចឹងបន្ទាប់ពី61ទៀតបាទអញ្ចឹងខ្ទង់20បាទខ្ទង់20ក៏ល្អបាទខ្ទង់8ហើយមកខ្ទង់6ហើយមកខ្ទង់20ទៀតណាប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងបន្តមកទៀតគឺមានមកខ្ទង់10ដែរបាទអញ្ចឹងមកតែម្ដងខ្ទង់10អញ្ចឹងយើង select មើលលេខ61បាទខ្ទង់10មានមក2ដងបាទអញ្ចឹងមានមក2ដងខ្ទង់10ប្រិយមិត្តទាំងអស់គ្នាអញ្ចឹងប្រិយមិត្តសូមស្ដាប់ខ្ញុំបាទនិយាយផងហើយភ្នែកយើងសម្លឹងមើលនៅក្នុងអេក្រង់ទាំងអស់គ្នាហើយយើងធ្វើការពិចារណាដើម្បីត្រេញយកលេខល្អលេខពិសេសដែលអាចនឹងឈ្នះរង្វាន់ធំសម្រាប់សប្តាហ៍នេះបាទ2-3ថ្ងៃទៀតបាទគឺចេញថ្ងៃទី1បាទ2025បាទខែ11បាទចូលខែ11ខែ12ហើយបាទអញ្ចឹងយើងមកមើលម្ដងទៀតអញ្ចឹងខ្ទង់6បន្ទាប់ពីខ្ទង់6ខ្ទង់0ក៏ភាគរយល្អណាស់ប្រិយមិត្តទាំងអស់គ្នាអញ្ចឹងខ្ញុំបានធ្វើការ select លេខត្រេងជូនប្រិយមិត្តទាំងអស់គ្នាបន្ទាប់ពីខ្ទង់6ខ្ទង់5ក៏អាចមកបាទខ្ទង់5មានចេញមកដងដែរកាលពីល្មុនបាទកាលពីឆ្នាំមុនអញ្ចឹងបើយើងតាមមើលឃើញណាប្រិយមិត្តទាំងអស់គ្នាខ្ទង់ល្អដែលអាចនឹងមកបាទដោយសារខ្ញុំមើលនៅក្នុងនេះណាបាទគឺខ្ទង់10%មកច្រើនជាងគេប្រិយមិត្តខ្ទង់10សម្រាប់សប្តាហ៍នេះបាទថ្ងៃទី1នេះបាទថ្ងៃទី1ប្រហែលថ្ងៃនេះបាទប្រហែលថ្ងៃទៀតគឺអូសខ្ទង់10ទៅប្រកាសជាមិនខកម្ដងទេប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងយើង select មើលលេខត្រេងរបស់យើងខ្ញុំបាននឹង select ចូលលេខត្រេងចំនួន3គ្រាប់ជូនប្រិយមិត្តទាំងអស់គ្នាដែលចូលចិត្តលេខអូសទេបាទ
តែសម្រាប់ឆ្នោតសៀមហ្នឹងគឺមានតែមួយប៉ុស្តិ៍ទេប្រិយមិត្តទាំងអស់គ្នាយើងមានតែមួយប៉ុស្តិ៍យើងលេខអូសទៅបាទអូស4 5ម៉ឺន10ម៉ឺនទៅក៏ល្អដែររងបាទបានរួចខ្លួនអីចឹងណាបាទអញ្ចឹងបន្ទាប់ពីខ្ទង់6បាទ0អាចចេញមកខ្លះដែរតែបើតាមយើងមើលនឹងខ្ទង់10ហ្នឹងគឺភាគរយខ្ពស់ជាងគេប្រិមិត្តបាទខ្ទង់10ខ្ទង់6ក៏អាចមកខ្ទង់40បាទមកម្ដងដែរបាទអញ្ចឹងយើងមកមើលទាំងអស់គ្នាបន្ទាប់ពី61បន្ទាប់ពីខ្ទង់61ខ្ទង់40ក៏អាចមកដែរប្រិមិត្តទាំងអស់គ្នាបាទខ្ទង់40មានមកមួយដែរតែភាគរយល្អជាងគេខ្ទង់10ប្រិមិត្តខ្ទង់10មកច្រើនយើងអាចមកទៀតខ្ទង់10បាទអញ្ចឹងសម្រាប់ត្រេងលេខអូសខ្ទង់ខ្ញុំបាននឹងធ្វើការឲ្យពីខ្ទង់ណាប្រិមិត្តទាំងអស់គ្នាអញ្ចឹងសូមត្រៀមប៊ិចបាទត្រៀមសៀវភៅដើម្បីទទួលបានលេខត្រេងទាំងអស់គ្នាបាទអញ្ចឹងសម្រាប់លេខត្រេងរបស់យើងនៅក្នុងស័ព្ទលេខអូសខ្ទង់មុនណាប្រិមិត្តបាទអញ្ចឹងសម្រាប់លេខអូសខ្ទង់ខ្ញុំបាទខ្ទង់ទី1ខ្ញុំបាននឹងឲ្យលេខអូសខ្ទង់10បាទអញ្ចឹងសម្រាប់លេខអូសខ្ទង់ទី2ហ្នឹងគឺខ្ទង់40ណាប្រិមិត្តទាំងអស់គ្នាខ្ទង់40គឺល្អដូចគ្នាបាទអញ្ចឹងសម្រាប់លេខត្រេង3គ្រាប់បាទខ្ញុំបាននឹងធ្វើការចុចជូនប្រិមិត្តទាំងអស់គ្នាអញ្ចឹងសូមត្រៀមប៊ិចត្រៀមសៀវភៅសរសេរលេខនឹងទុកដើម្បីទទួលបានលាភសំណាងធំទាំងអស់គ្នានៅក្នុងសប្តាហ៍នេះផងដែរបាទអញ្ចឹងសម្រាប់លេខត្រេងគ្រាប់ទី1គឺមានលេខ47បាទ42 47ណាប្រិមិត្តលេខ47យើងរងលើរងក្រោមហើយរង42ផងប្រិមិត្តបាទអញ្ចឹងសម្រាប់លេខត្រេងដែលភាគរយខ្ពស់ជាងគេគឺលេខ47អញ្ចឹងក្របទី1យើងរកឃើញណាប្រិមិត្តបាទ47បាទសូមអធិស្ឋានផងដែរបាទអញ្ចឹងយើងមើលបន្តទៀតបាទលេខត្រេងបាទលេខត្រេងខ្ទង់ទី1មាន47អញ្ចឹងសម្រាប់លេខត្រេងខ្ទង់ទី2បាទយើងមកមើលយឺតទាំងអស់គ្នាណាប្រិយមិត្តទាំងអស់គ្នាបាទ47អញ្ចឹងប្រិយមិត្តដែលធ្លាប់មើលបាទលទ្ធផលថយក្រោយបាទប្រិយមិត្តដែលតាមដានមើលរបស់ខ្ញុំអញ្ចឹងគាត់អាចចូលបានច្រើនណាប្រិយមិត្តទាំងអស់គ្នាបាទសូមអធិស្ឋានផងដែរបាទអញ្ចឹងលេខគ្រាប់ទី1គឺយើងរកឃើញណា47អញ្ចឹងលេខគ្រាប់ទី2បាទលេខគ្រាប់ទី2លេខគ្រាប់ទី2គឺ12ប្រិមិត្ត12 12ប្រិមិត្ត47គ្រាប់ទី2គឺមានលេខ12ប្រិមិត្តទាំងអស់គ្នាបាទខ្ញុំបានសរសេរដាក់លើហ្នឹងទេអញ្ចឹងប្រិមិត្តអាចស្ដាប់សំឡេងខ្ញុំនិយាយបាទហើយយកលេខហ្នឹងទៅសេដាក់នៅក្នុងกระดาษទាំងអស់គ្នាបាទដោយសារកម្មវិធីកាត់តវីដេអូឥឡូវគឺពិបាកមែនទែនប្រិមិត្តពិបាកតឡើងណាបាទអញ្ចឹងខ្ញុំបាទព្យាយាមរកកម្មវិធីល្អដើម្បីយកមកកាត់វីដេអូមិនស្រួលទេប្រិមិត្តធ្វើការថតបាទធ្វើការថតជាវីដេអូបន្ទាប់មកយកវីដេអូនេះទៅកាត់ដើម្បីឲ្យប្រិមិត្តបាទលោកយាយលោកតានឹងស្រួលមើលបាទអញ្ចឹងខ្ញុំបាទប្រាប់លេខត្រេង2គ្រាប់ហើយអញ្ចឹងសម្រាប់លេខត្រេងគ្រាប់ទី3ណាប្រិមិត្តទាំងអស់គ្នាលេខត្រេងគ្រាប់ទី3គឺមានលេខ21បាទអញ្ចឹងសូមបញ្ជាក់ម្ដងទៀតលេខត្រេងគ្រាប់ទី1គឺមានលេខ47លេខត្រេងគ្រាប់ទី2គឺមានលេខ11រីឯលេខត្រេងគ្រាប់ទី3គឺមានលេខ21បាទលេខអូសខ្ទង់ហ្នឹងគឺអូស2ខ្ទង់ណាប្រិយមិត្តទាំងអស់គ្នាបាទគឺអូសខ្ទង់40ហើយនិងអូសខ្ទង់10បាទអញ្ចឹងសម្រាប់បាទតម្រុយបាទស្ថិតិឆ្នោតនៅពេលនេះខ្ញុំបានសូមសន្មតបញ្ចប់តែត្រឹមនេះបាទខ្ញុំប្រិយមិត្តដែលអាចចង់បានលេខ VIP សម្រាប់សប្តាហ៍នេះអាចតាក់ទងខ្ញុំបាទផ្ទាល់បានដែលមានលេខ086 40 32 12ហើយមួយខ្សែទៀតហ្នឹងគឺភរិយារបស់ខ្ញុំបាទកាន់លេខនឹង096 766 38 7គត់បាទអាចតាក់ទងតាម Telegram បានបាទសូមអរគុណបាទ